ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា Colombian President Gustavo Petro criticized the United States by saying, well, the Southwest is stolen land and that it should be returned to Latin America. I just wanted to know what your response to that is. Well, he has to watch because, he's got drug factories. They make cocaine in Colombia. And he's no friend of the United States. He's very bad guy. And he's got to watch his ass because he makes cocaine and they send it into the United States of America from Colombia. ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រមានទៅកាន់ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ដោយសេចក្តីថ្លែងការណ៍នេះបង្ហាញពីភាពតានតឹងផ្នែកនយោបាយនិងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរយ៉ាងខ្លាំងចំពោះផលប៉ះពាល់លើទីផ្សារវិញអាចបង្កើតឲ្យមានភាពមិនប្រក្រតីនៅលើទីផ្សារតំបន់ឡាទីនសហរដ្ឋអាមេរិកវិនិយោគិនអាចប្រុងប្រយ័ត្នចំពោះទ្រព្យសកម្មដែលពាក់ព័ន្ធជាមួយនឹងប្រទេសកូឡុំប៊ីដូចជាភាគហ៊ុននិងរូបិយប័ណ្ណជាដើមតម្លៃទ្រព្យសុវត្ថិភាពដូចជា US ដុល្លារឬមាសអាចទទួលបានការចម្រើនកើនឡើងប្រសិនបើភាពតានតឹងនយោបាយនេះកើនឡើងទៅខ្លាំង